សាច់រឿងខាងក្រោមនេះគឺជាប្រលោមលោកប្រវត្តិសាស្ត្រនិងការតស៊ូរបស់មេទ័ពខ្មែរម្នាក់ដែលមានអាគមខ្លាំងពូកែក្នុងសង្គ្រាមសម័យការពារទឹកដីរបស់ដូនតាខ្មែរយើងនៅតាមបណ្ដាជួរភ្នំដងរែកដែលជាបន្ទាត់ព្រំដែនដ៏រឹងមាំសំឡេងកំភ្លើងធំបន្លឺក៏ក្រើកដីទាហានថៃមួយក្រុមធំបានព្យាយាមលបចូលមកកាន់កាប់ប្រាសាទបុរាណមួយដែលជានិមិត្តរូបដូនតាខ្មែរជាយូរលង់ណាស់មកហើយក្នុងចំណោមអ្នកការពារទឹកដីមានមេទ័ពម្នាក់ឈ្មោះរិទ្ធមិនមែនជាទាហានធម្មតាទេគេគឺជាអ្នកចាស់អាគមអូមអាមយ៉ាងជ្រៅជ្រះដែលដំណើរពីគ្រូដើមនៅខេត្តសៀមរាបនៅក្បែរជ្រោះភ្នំគូលែនយ៉ាងជ្រៅយប់នោះមេឃងងឹតឈឹងគ្មានពន្លឺព្រះច័ន្ទរិទ្ធបានអង្គុយលើថ្មប្រាសាទរៀបចំពិធីបញ្ចុះអាគមគាថាគេបានសូត្រគាថាដាស់វិញ្ញាណពុព្វបុរសខ្មែរនិងបញ្ចុះយ័ន្តដេជោជ័យទៅក្នុងរូបរាងកាយរបស់ខ្លួនរិទ្ធចាប់ផ្ដើមឡើងសរសៃក្រហមច្រាលសាក់ពីពេញខ្លួនក៏ចេញពន្លឺប្រដេញពេញរាងកាយស្បែករបស់គាត់ប្រែជារឹងដូចដែកថែបកាប់មិនមុតដុតមិនឆេះបាញ់មិនធ្លុះយប់នេះឈាមសងដោយឈាមចៅឆ្លៀនពៀនខ្មែររិទ្ធបន្លឺសំឡេងទាំងភ្នែកក្រហមសាច់ដុំឡើងធំពាសពេញរាងកាយរឹងដូចថ្មដាទាហានថៃប្រហែល50នាក់បានឡោមព័ទ្ធតំបន់នោះពួកវាបានបាញ់ស្រោចទៅលើរិទ្ធដោយទឹកភ្លៀងប៉ុន្តែក្របកាំភ្លើងទាំងអស់គ្រាន់តែប៉ះស្បែករិទ្ធក៏រួចធ្លាក់ចុះមកលើដីដោយក្របសាច់គ្មានកោសគ្មានរលាត់សំបីតែស្បែកទាហានថៃទាំងនោះភ័យខ្លាចខ្លាំងភ័យផងញ័រផងទៅលិចអាចរិទ្ធបានស្ទុះទៅមុខលឿនដូចខ្យល់គេប្រើដាវដែកដែលបញ្ចុះអាគមកាប់សម្ដៅទៅលើសត្រូវទាហានថៃម្នាក់ព្យាយាមប្រើកាំបិតចាក់លបឿនពីក្រោយប៉ុន្តែដាវរបស់របឿនបានងាកមកកាត់ក្បាលវាដាច់ត្រឹមតែមួយផ្លែដាវឈាមស្រស់បានបាញ់ស្រោចពេញថ្មប្រាសាទមេបញ្ជាការទាហានថៃឈ្មោះសុឆៃបានឃើញស្ថានភាពមិនស្រួលក៏ព្យាយាមដកថយប៉ុន្តែរិទ្ធបានសូត្រមន្តគាថាចងជើងវាភ្លាមនោះទាហានថៃទាំងអស់មានអារម្មណ៍ថាជើងរបស់ពួកវាធ្ងន់ដូចភ្នំសង្កត់មិនអាចរំកិលទៅមុខបានសូម្បីតែមួយជំហានរិទ្ធដើរចូលទៅរកសុឆៃយឺតរួចនិយាយថាទឹកដីនេះមិនមែនសម្រាប់ពួកឯងមកជន់ឈ្លីទេអាពូចោតចំនួនយើងត្រូវតែកំចាត់ពូចោឯងកូនខ្មែរទាំងឡាយមិនខ្លាចពូចោឯងទេទោះឯង100ខ្មែរមួយក៏សុកចិត្តបដូរមិនរត់ដែរបន្ទាប់មករិទ្ធបានប្រើអាគមខ្វេះវិញ្ញាណដោយគ្រាន់តែលូកដៃទៅលើទ្រូងសុឆៃបេះដូងរបស់វាបានឈប់លោតភ្លាមទាំងភ្នែកនៅបើកទាហានថៃដែលនៅសេសសល់ត្រូវបានកំទេចគ្មានសល់ឡើយនៅពេលព្រឹកព្រលឹមឡើងសភាពសមរភូមិមានតែសាកសពទាហានឆ្លៀនពៀនដែលដេកស្ដុកស្ដឹងចំណែករិទ្ធបានបាត់ខ្លួននៅក្នុងអាប់នៃព្រៃភ្នំដងរែកបើពួកវាមកឆ្លៀនពៀនយើងកុំមានមេត្តាជាមួយវាអ្នកភូមិតែងតែដំណើររហូតមកដល់សពថ្ងៃវិញ្ញាណអ្នកខ្លាំងពូកែមុនអាគមខ្មែរនៅតែយាមល្បាតតាមព្រំដែនបើមានសត្រូវណាហ៊ានបំពាននឹងជួយគ្រប់គ្រងទាហានជួរមុខជានិច្ចពួកចៅណាមកឆ្លៀនពៀនពួកគេនឹងជួបវាសនាដូចទាហានទាំងនោះមិនខានឡើយ